លទ្ធផលនឹងជោគជ័យអញ្ចឹងចំណុចទី1នោះគឺលោកគ្រូបានរៀបរាប់មិញហ្នឹងការសាងសង់ផ្ទះហ្នឹងដូចគ្នាតែទៅនឹងលើជ្រូកជ្រូកយើងមិនសាងសង់ផ្ទះគឺសាងសង់ទ្រុងមានន័យថាតើយើងត្រូវសាងសង់ទ្រុងរបៀបម៉េចដើម្បីតម្រូវមានថាធ្វើដើម្បីតម្រូវជ្រូកអញ្ចឹងពេលយើងធ្វើផ្ទះយើងគឺតម្រូវខ្លួនយើងមានន័យថាយើងតម្រូវថាយើងត្រូវធ្វើបន្ទប់បែបម៉េចធ្វើផ្ទះបែបម៉េចមកបែបម៉េចអាហ្នឹងគឺតម្រូវចិត្តរបស់យើងតែជ្រូកក៏ដូចគ្នាដែរយើងធ្វើគឺដើម្បីតម្រូវបំពេញតម្រូវការរបស់វាមានថាតើជ្រូកវាត្រូវការទ្រុងបែបណាដើម្បីវារស់នៅហើយមិនត្រឹមថាបំពេញតម្រូវការជ្រូកទេសូម្បីតែខ្លួនយើងក៏ត្រូវបំពេញតម្រូវការយើងដែរតែយើងត្រូវធ្វើទ្រុងបែបម៉េចដើម្បីយើងងាយស្រួលក្នុងការគ្រប់គ្រងវាក្នុងការរៀបចំការដាក់ចំណីដាក់ស្នូកទឹកឬក៏ការសម្អាតអីចឹងអាហ្នឹងក៏ជាកត្តាសំខាន់ដែរហ្នឹងតកតងទៅនឹងការសាងសង់ទ្រុងតែយើងត្រូវសាងសង់ទ្រុងបែបម៉េចបើសម្រាប់ទ្រុងខ្ញុំផ្ទាល់គឺខ្ញុំបែងចែកជាពីរផ្នែកអាហ្នឹងសម្រាប់ទ្រុងខ្ញុំផ្ទាល់ចំណុចទី1គឺផ្នែកខាងក្រៅទ្រុងហើយចំណុចមួយទៀតគឺផ្នែកខាងក្នុងទ្រុងផ្នែកខាងក្រៅហ្នឹងខ្ញុំផ្ដោតទៅលើដោយលោកគ្រូនិយាយមិញហ្នឹងគឺជីវៈសុវត្ថិភាពខ្ញុំផ្ដោតទៅលើសំខាន់គឺលើជីវៈសុវត្ថិភាពហ្មងអាហ្នឹងផ្នែកខាងក្រៅតែជីវៈសុវត្ថិភាពបែបម៉េចយើងត្រូវធ្វើទ្រុងបែបម៉េចដើម្បីឲ្យទ្រុងនោះខ្លាចជាផ្នែកខាងក្រៅវាគឺជាជីវៈសុវត្ថិភាពសម្រាប់យើងអញ្ចឹងដោយលោកគ្រូលើកឡើងតកតងទៅនឹងការរៀបចំមានសំណាញ់ការពារតើសំណាញ់ហ្នឹងវាមានតួនាទីអីខ្លះសំណាញ់ហ្នឹងគឺវាមានតួនាទីសម្រាប់ទប់ស្កាត់ជាផ្នែកមួយសម្រាប់ទប់ស្កាត់ការឆ្លងចូលមេរោគតាមរយៈភ្នាក់ងារបង្កជំងឺដែលលោកគ្រូរៀបរាប់មិញហ្នឹងមានប្រភេទមាន់បក្សីឬក៏ប្រភេទសត្វសាកាកែវឬក៏សត្វអីផ្សេងហ្នឹងអាហ្នឹងគឺជាភ្នាក់ងារនៃការចម្លងរោគមានន័យថាវានាំមេរោគពីទ្រុងមួយទៅទ្រុងមួយបើជាក់ស្ដែងសាកាកែវយើងឃើញស្រាប់ហើយវាចូលចិត្តស៊ីចំណីមានន័យថាបើសិនជាករណីថាវាចូលទ្រុងដែលមានផ្ទុះជំងឺឬក៏អីអត់ជាបញ្ហាទេវាអាចចូលទ្រុងយើងបានវាអត់បង្កទៅជាបញ្ហាប៉ុន្តែបើករណីថាវាចូលទៅស៊ីចំណីចំទ្រុងដែលមានទុកមេរោគទ្រុងដែលគេផ្ទុះជំងឺហើយវាចាប់ដើមហើរមកចូលទ្រុងយើងវាហើរមកហ្នឹងវាមិនមែនហើរមកតែខ្លួនវាទេវាចូលហ្នឹងគឺវាបានទៅជន់មានន័យថាវាបានទៅប៉ះមេរោគអញ្ចឹងពេលដែលវាប៉ះមេរោគហ្នឹងវានឹងនាំមេរោគហ្នឹងមកចូលទ្រុងយើងនៅពេលដែលវាហើរចូលទ្រុងយើងដែលទ្រុងយើងអត់មានសំណាញ់ការពារអាហ្នឹងវានឹងជាហានិភ័យនៃការបង្កជំងឺទៅលើជ្រូកយើងមួយដែរអាហ្នឹងតកតងនឹងសំណាញ់យើងនិយាយពីទូនាទីនិងអត្ថប្រយោជន៍របស់សំណាញ់ហើយមួយចំណែកទៀតគឺទ្រុងរបស់ខ្ញុំគឺមុននឹងចូលទ្រុងគឺខ្ញុំមានគោលការណ៍មួយគឺស្បែកជើងសម្រាប់ចូលទ្រុងតាមពិតខ្ញុំមិនមែនអ្នកចិញ្ចឹមទេនិយាយទៅអ្នកផ្ទះខ្ញុំអ្នកចិញ្ចឹមទេប៉ុន្តែខ្ញុំត្រូវកំណត់គោលការណ៍នោះឲ្យគាត់ច្បាស់ដើម្បីកាត់បន្ថយហានិភ័យនៃការឆ្លងជំងឺនៅពេលដែលឆ្លងជំងឺឧទាហរណ៍យើងចិញ្ចឹម4 10ឬក៏20អញ្ចឹងនៅពេលដែលចូលជំងឺគឺអស់ហើយប៉ុន្តែបើករណីថាយើងចិញ្ចឹមក្នុងតម្លៃទាបមានន័យថាតម្លៃទីផ្សារតម្លៃជ្រូកសាច់ទាបយើងអាចសល់ដើមទុនបន្តការចិញ្ចឹមនឹងទៀតប៉ុន្តែបើករណីថាចូលជំងឺគឺយើងនឹងខាតបង់ទាំងអស់អញ្ចឹងយើងត្រូវតែច្បាស់មានន័យថាការចិញ្ចឹមនោះត្រូវយកចិត្តទុកដាក់មួយវាត្រូវថានិយាយថាធ្វើម៉េចការពារការឆ្លងជំងឺហ្នឹងអញ្ចឹងនៅទ្រុងខ្ញុំមុននឹងចូលទ្រុងគឺមានស្បែកជើងមួយស្បែកជើងកវែងនេះសម្រាប់ចូលទ្រុងបើជើងហ្នឹងគឺអត់ដើរទៅណាទេគឺនៅក្នុងទ្រុងហ្នឹងនៅក្បែរទ្រុងហ្នឹងសម្រាប់យើងចូលទ្រុងហើយមុននឹងយើងចូលទ្រុងមានមួយទៀតគឺសម្លៀកបំពាក់សម្រាប់ចូលទ្រុងគាត់មានខោអាវកីឡាមួយឈុតប៉ុណ្នេះទេខោអាវកីឡាគាត់សម្រាប់ចូលទ្រុងអាហ្នឹងគឺជាចំណុចដែលយើងត្រូវការពារនៃទប់ស្កាត់ជំងឺដែលយើងលើកឡើងមិញថាវាចូលទៅគឺផ្ទុះងាប់អស់លីងហើយយើងចឹងនិយាយថាពេលដែលយើងចូលគឺយើងខាតមានន័យថាវាផ្ទុះងាប់គឺអត់មានសល់ទេអញ្ចឹងអានឹងជាចំណុចដែលយើងត្រូវរៀបចំធ្វើម៉េចដើម្បីឲ្យយើងចិញ្ចឹមបានទប់ស្កាត់ជំងឺនឹងបានណាហើយមួយទៀតមិនត្រឹមតែប៉ុណ្្នឹងឯងតកតងទៅនឹងដូចខ្ញុំលើកឡើងមិញហ្នឹងតកតងនឹងការរៀបចំទ្រុងហ្នឹងមានសំណាញ់ការពារហើយអាហ្នឹងផ្នែកខាងក្រៅយើងមានស្បែកជើងសម្រាប់ចូលទ្រុងហើយយើងមានសម្លៀកបំពាក់តែមុននឹងយើងចូលទ្រុងហ្នឹងគឺយើងត្រូវដឹងខ្លួនយើងទៀតថាយើងមកពីណាតែយើងមានបានទៅប៉ះពាល់សាច់ជ្រូកមិនមានបានទៅប៉ះពាល់កន្លែងដែលមានបញ្ហាផ្ទុះជំងឺទ្រុងគេផ្សេងហ្នឹងតែយើងមានបានទៅនឹងអត់បើយើងអត់បានទៅនឹងអត់ទៅជាបញ្ហាតែបើករណីថាយើងទៅនឹងមុននឹងយើងចូលទ្រុងទោះបីយើងមានសម្ភារៈការពារផ្សេងយើងនៅតែសម្អាតខ្លួនយើងទៀតងូតទឹកឬក៏អីយើងក៏អាចពាក់ម៉ាស់បន្ថែមទៀតដើម្បីទប់ស្កាត់ជំងឺហ្នឹងអាហ្នឹងគឺជាចំណុចនៃជីវសុវត្ថិភាពផ្នែកខាងក្រៅទ្រុងខ្ញុំលើកឡើងមិញហើយចុះផ្នែកខាងក្នុងទ្រុងវិញមិនដែរអញ្ចឹងផ្នែកខាងក្នុងទ្រុងគឺខ្ញុំបដោតទៅលើបញ្ហាផាសុខភាពវិញខ្ញុំអត់និយាយពីជីវសុវត្ថិភាពវិញទេខ្ញុំនិយាយពីផាសុខភាពជ្រូកក៏វាត្រូវការផាសុខភាពដែរជ្រូកវាក៏ត្រូវការកន្លែងដេកស្អាតមានថាការរស់នៅស្អាតដូចមនុស្សយើងដែរ
ដូចគ្នាទេប៉ុន្តែមកពីយើងអត់យល់ពីវាមានន័យថាជ្រូកចំមិនក៏បានធ្វើត្រង់បែបមិនក៏បានតាមពិតអត់ទេវាគឺមានតម្រូវការរបស់វាថាយើងផ្នែកខាងក្នុងយើងត្រូវមានអីខ្លះផ្នែកខាងក្នុងគឺមានទី1គឺស្នូកចំណីទី2គឺស្នូកទឹកហើយទី3គឺប្រភពនៃហៅថាអាងទឹកដេកបើពុកម៉ែបងប្អូនចាំមានធ្វើអាងទឹកដេកសម្រាប់ជ្រូកអត់អូបាទនឹងគឺជាបញ្ហារបស់យើងមួយតែយើងគិតថាយើងមើលរំលងណាតែទីពិតវាសំខាន់ណាអាងទឹកហ្នឹងអញ្ចឹងឥឡូវខ្ញុំនិយាយពីអត្ថប្រយោជន៍នៃការរៀបចំស្នូកចំណីសិនពេលខ្លះស្នូកចំណីក៏វាជាផ្នែកមួយដែលសំខាន់ដែរតែយើងថាស្នូកមិនក៏បានចាក់ទៅវាស៊ីបានតែអត់ទេស្នូកចំណីនេះយើងត្រូវរៀបចំមិនទី1គឺតម្រូវទៅលើជ្រូកដែរថាយើងចំជ្រូកដល់ក្បាលតែយើងត្រូវរៀបចំស្នូកមិនដើម្បីឲ្យជ្រូកពេលដែលយើងដាក់ចំណីចូលស៊ីទៅវាអាចចូលមកស៊ីបានទាំងអស់មានថាវាអត់មានថាថាស្នូកយើងតម្រូវជ្រូកអត់បានតម្រូវជ្រូកដល់ក្បាលតែជ្រូកយើងនៅក្នុងទ្រុងនោះដល់ក្បាលតែវាអាចចូលស៊ីបានមួយសារតែ5ក្បាលទេអញ្ចឹងនៅពេលដែលវាស៊ីមានថាវាឈ្នះចាញ់គ្នាមានថាវាស៊ីអត់បានទាំងអស់គ្នាអញ្ចឹងជ្រូកប្រកាសជាមានក្រិនហើយវាអាចខំគ្នាខំអីដោយសារវា stress ដោយសារវាអត់បានទទួលចំណីគ្រប់គ្រាន់អាហ្នឹងក៏យើងត្រូវតែគិតគូរពីវាឲ្យវាដែរហើយមួយទៀតគឺក្បាលបឺតហ្នឹងតើតើនឹងស្នុកទឹកវិញស្នុកទឹកគឺជាទូទៅយើងគួរតែប្រើក្បាលបឺតគឺសំខាន់បាទតែនៅពេលដែលយើងដាក់ស្នុកទឹកមានន័យថាយើងប្រើស្នុកទឹកវិញយើងបើសិនជាចំពោះកូនជ្រូកស្នុកទឹកយើងត្រូវលាងសម្អាតមួយថ្ងៃ 4-5 ដងទៅស្អីវាចូលទៅជុះនៅហ្នឹងអញ្ចឹងយើងងាកមកដួសងាកមកលាងវាតែនៅពេលដែលយើងមានក្បាលបឺតជ្រូកយើងបានទឹកស្អាតទៀតតែនៅពេលដែលស្នុកដូចខ្ញុំនិយាយមកអញ្ចឹងវាអាចជូរអាចពេលខ្លះវាចូលទៅផឹកហ្នឹងអញ្ចឹងវាធ្វើឲ្យជ្រូកយើងមានន័យថាវាផឹកលាមកចូលក្នុងខ្លួនអញ្ចឹងវាមិនធ្វើឲ្យសុខភាពជ្រូកយើងល្អទេបាទអញ្ចឹងនៅពេលដែលយើងមានក្បាលបឺតគឺល្អសម្រាប់ជ្រូកអាហ្នឹងគឺតកតងនឹងទឹកហើយយើងត្រូវដឹងថាជ្រូកវាត្រូវការទឹកក្នុង10គីឡូជ្រូកវាត្រូវការទឹក1គីឡូអានេះគឺជាសមាមាត្រដែលគេវិភាគអញ្ចឹងជ្រូក10គីឡូវាត្រូវការទឹក1លីត្រមកថាជ្រូកយើង100គីឡូវាត្រូវការទឹក10លីត្រអញ្ចឹងពេលខ្លះយើងអត់បានស្វែងយល់ពីចំណុចហ្នឹងហើយយើងចេះតែចិញ្ចឹមតែអានេះគឺជាចំណុចតូចប៉ុន្តែវាបំពេញតម្រូវការជ្រូកយើងធំធាត់បានល្អនៅពេលដែលវាទទួលបានចំណុចដែលយើងបំពេញឲ្យវាហើយឥឡូវខ្ញុំនិយាយពីអត្ថប្រយោជន៍នេះកលុកទឹកដេកមានតែស្នុកទឹកដែលយើងធ្វើវាតាមពិតចំណុចនេះគឺសំខាន់ដែរតើតងស្នុកទឹកដេកជាទូទៅបងប្អូនតែងតែបាញ់ទឹកយើងបានចំណាយពេលជាច្រើនទៅលើជ្រូកមានថាបាញ់ទឹកហើយពេលខ្លះយើងអត់យល់ពីតម្រូវការរបស់ជ្រូកទៀតមានថាយើងចេះតែបាញ់ពេលតែវាដេកក៏យើងទៅបាញ់វាដែរមានថាវាកំពុងដេកហើយនៅពេលដែលវាកំពុងតែស្រូបមានថាស៊ីចំណីថាករណីថាវាកំពុងតែស៊ីចំណីមិនតាន់បានហើយផងស៊ីបាទយើងចាប់ដើមបាញ់ទឹកវាអញ្ចឹងពេលដែលយើងបាញ់ទឹកនោះយើងនឹងឃើញជ្រូកនឹងជុះមកវិញឃើញវាជុះហ៎ពេលដែលយើងបាញ់ទឹកលើវានឹងជុះជុះតែត្រូវទឹកជុះអាចទេបាទដល់ចាំហ្នឹងហើយវាជាចំណុចសំខាន់មែនតើតែហេតុអីបានខ្ញុំលើកចំណុចហ្នឹងយកមកនិយាយដោយសារនៅពេលដែលយើងបាញ់ទឹកចំណីដែលវាស៊ីចូលវាមិនទាន់បានសម្រូបសារធាតុចិញ្ចឹមពីចំណីបាទយកអត់ទាន់បានសម្រូបទេហើយយើងបាញ់ទឹកទៅវាទៅជូរអស់លេងអញ្ចឹងយើងខាតហើយជ្រូកនឹងឃ្លានទៀតហើយយើងចេះឆ្ងល់មិញក៏ចិញ្ចឹមជ្រូកធំនេះគឺជាចំណុចដែលយើងត្រូវសិក្សាស្វែងយល់ហើយត្រូវលម្អិតពីវាមែនតើនៅពេលដែលយើងចង់ចិញ្ចឹមជ្រូកឲ្យបានចំណេញហើយនៅពេលដែលយើងមានស្នុកទឹកវិញមានន័យថានៅពេលដែលវាត្រូវការទឹកវាចុះទៅដេកវាចុះទៅត្រាំទឹកតែនៅពេលដែលវាត្រូវការទឹកវាឡើងមកលើគោកមានថាមកលើធម្មតាវិញមកអ្នកចំមកចឹងនេះមកចំជ្រូកបាទជំរាបសួរអង្គុយខាងមុខហ្នឹងមកពលគេអត់ចេះច្រើនហ្នឹងលោកចំណាស់លោកបាទចឹងទៅទៀតឥឡូវអត់អីទេខ្ញុំចង់ផ្ដោតពុកម៉ែបងប្អូនពេលដែលចំខាតហ្នឹងខ្ញុំអត់ចង់ឲ្យពុកម៉ែបងប្អូនចំខាតតទៅទៀតទេបាទយើងចំណាយពេល1ម៉ោងឬក៏2ម៉ោងទីនេះខ្ញុំដឹងថាជាពេលវេលាដែរយើងថារំខានមានន័យថារំខានពុកម៉ែបងប្អូនតែខ្ញុំអត់ទេខ្ញុំមកនេះគឺគោលបំណងគឺចែកម្លែកឲ្យពុកម៉ែបងប្អូននិយាយថារៀនថ្ងៃនេះអាចយកអនុវត្តថ្ងៃក្រោយហើយបន្តទៅថ្ងៃក្រោយទៀតយើងអាចចំបានព្រោះជ្រូកក៏ជាចំណូលមួយដ៏សំខាន់មួយដែរពេលដែលយើងចេះចិញ្ចឹមវាចេះរកផលចំណេញពីវាព្រោះខ្ញុំជាក់ស្ដែងខ្ញុំបានចិញ្ចឹមហើយចិញ្ចឹមចំណេញជាក់ស្ដែងមែននេះចាំដាក់ទីចាំស៊ូពីគូវិញ
បន្ទាប់ពីបញ្ហាត្រង់មិញខ្ញុំរៀបរាប់ផ្នែកខាងក្រៅគឺតកតងនឹងជីវសុខភាពហើយផ្នែកខាងក្នុងគឺផ្ដោតទៅលើផាសុខភាពមានថាជួក៏វាត្រូវការផាសុខភាពដែរឥឡូវយើងផុតពីចំណុចបាទយើងផុតពីចំណុចទី1តកតងទៅនឹងការរៀបចំត្រង់យើងចូលដល់ចំណុចទី2ចំណុចទី2ហ្នឹងគឺផ្ដោតទៅលើការជ្រើសរើសពូជវិញពុកម៉ែបងប្អូនធ្លាប់ចំគឺដឹងហើយតកតងទៅនឹងការជ្រើសរើសពូជតើវាមានសារៈសំខាន់ទេការជ្រើសរើសពូជខាងហ្នឹងដែលយើងធ្វើពូជឆោអញ្ចឹង បាទ យកឆោខ្លះ បាទអញ្ចឹងយើង នៅក៏ពូជដែរ បាទដោយលោកមេភូមិលើកឡើងអញ្ចឹងតើតើទៅនឹងកតាពូជក៏ចេះអត្តពលទៅលើការចិញ្ចឹមដើម្បីចំណេញនិងក៏ខាតរបស់យើងដែរពេលខ្លះយើងចិញ្ចឹមបើថាវគ្គមុនចិញ្ចឹមទៅដាក់ពូជនេះរយៈពេល4ខែបាន100ដបហើយរបៀបដល់ចំណីរបៀបថែទាំអីដូចគ្នាតែវគ្គក្រោយយើងបែរជាបានតែគីឡូ80ឬក៏90អីចឹងនឹងកតាពូជអញ្ចឹងយើងគួរតែផ្លាស់ប្ដូរនៃការជ្រើសរើសពូជមុននឹងយើងជ្រើសរើសយើងត្រូវសង្កេតទៅលើប្រភេទឆ្អឹងវាយើងផ្ដោតទៅលើឆ្អឹងបាទប្រភេទដងខ្លួនរបស់វាប្រភេទនិយាយទៅមើលមេបាទៀតបើសិនជាយើងអាចឃើញមេបាវារឹតតែល្អទៀតមានន័យថាយើងត្រូវលំអិតថាពេលដែលជ្រើសរើសពូជនឹងមកគឺរយៈពេលចិញ្ចឹមរបស់យើងនឹងធ្វើឲ្យយើងចំណេញអញ្ចឹងបើគេប្រៀបធៀបរវាងជ្រូកស្រែនិងជ្រូកពូជឥឡូវសួរបងហេតុអីបានក្រុមហ៊ុនគេសុកចិត្តចំណាយលុយទិញពូជពីបរទេសមកដាក់យន្តហោះមកតម្លៃរាប់លានដុល្លារចំណាយអស់រាប់លានដុល្លារមកហេតុអីក៏មិនចំជូកតាមភូមិយើងទៅទិញជូកតាមភូមិយើងទៅខុសគ្នាតម្លៃមកកណើហ្នឹងគឺជាចំណុចដែលយើងអត់បានចាប់អារម្មណ៍ហើយមិនបានយកចិត្តទុកដាក់ទាក់ទងទៅនឹងកតាពូជអញ្ចឹងកតាពូជសំខាន់បាទហ្នឹងក៏ជាទូទៅបើតាមខ្ញុំពិសោធន៍មាន2ត្រង់មានថាខ្ញុំព្យាយាមជំរុញឲ្យគាត់ផ្លាស់ប្ដូរនៃការចិញ្ចឹមមានតែការផ្លាស់ប្ដូរពីចិញ្ចឹមជ្រូកបែបស្រែទៅជាពូជអញ្ចឹងខ្ញុំឲ្យគាត់ពិសោធន៍មានដាក់ជ្រូកស្រែមកត្រង់ហើយនឹងជ្រូកពូជមកត្រង់នៅពេលដែលគាត់ហើយអនុវត្តនឹងការថែទាំដូចគ្នាទេប៉ុន្តែបន្ទាប់ពីគាត់ចិញ្ចឹមមកលទ្ធផលចុងក្រោយគឺជ្រូកពូជធំជាងខុសគ្នា15គីឡូទៅ20គីឡូក្នុងមួយក្បាលអញ្ចឹងនៅពេលដែលយើងវិភាគទៅ15គីឡូនិង20គីឡូក្នុងមួយក្បាលរយៈពេល4ខែកន្លះអត់ថដល់ក្បាលតែយើងខុសគ្នាប៉ុន្មាន150គីឡូបាទអញ្ចឹងវាស្មើនឹងជ្រូកមួយទៀតបាទអញ្ចឹងវាធ្វើឲ្យយើងចំណេញនេះជាចំណុចកតាពូជណាពុកម៉ែបងប្អូនកតាពូជសំខាន់ណាសំខាន់ដូចអត់ច្បាស់ទៅឥឡូវបើតកតងកតាពូជមិញខ្ញុំលើកឡើងហើយតកតងនឹងជ្រូកស្រែហើយនឹងជ្រូកពូជតកតងនឹងនៅពេលដែលយើងទិញមកយើងត្រូវជ្រើសរើសដែរតកតងទៅនឹងយើងមើលភាពជាក់ស្ដែងនៃរូបរាងរបស់វានឹងយើងមើលជាក់ស្ដែងរូបរាងហើយនឹងតកតងនឹងមេបាហើយនឹងសុខភាពវាទៀតតកតងនឹងការនៅពេលដែលយើងទិញជ្រូកគេមកចិញ្ចឹមសុខភាពក៏សំខាន់ដែរនៅពេលដែលជ្រូកប្រភេទថាជ្រូកស្រែដែលគាត់មិនបានផ្ដល់ចំណីគ្រប់គ្រាន់នៅពេលនៅកូនណាវារាកខ្លាំងអីចឹងយើងកុំគួរទិញយកមកចិញ្ចឹមព្រោះពេលដែលចិញ្ចឹមនេះយើងជួបបញ្ហាច្រើននឹងជាកត្តាមួយដែរឥឡូវខ្ញុំផុតពីកត្តាពូជចូលកត្តាទី3គឺកត្តាចំណីអញ្ចឹងកត្តាចំណីគឺជាកត្តាមួយដែលសំខាន់ដែរតកតងទាំងចំណីព្រោះវាការលូតលាស់ធំធាត់គឺអាស្រ័យទៅលើចំណីព្រោះនៅពេលដែលយើងបានផ្ដល់ចំណីល្អចំណីដែលមានប្រូតេអ៊ីនគ្រប់គ្រាន់នឹងធ្វើឲ្យជូរយើងធំធាត់បានល្អហើយដូចលោកគ្រូបានលើកឡើងអញ្ចឹងវាតកតងទៅនឹងចំណីល្អមិនល្អអាស្រ័យលើការប្រើប្រាស់ការស៊ីចូលនិងការកាន់សាច់ដូចលោកគ្រូលើកឡើងមកអញ្ចឹងតើយើងត្រូវចំណាយចំណីអត់ចំណីល្អទៅចំណាយប៉ុន្មានទៅ1គីឡូកន្លះកាន់សាច់1គីឡូអញ្ចឹងយើងបូកការចំណាយទៀតតាម1គីឡូកន្លះកាន់សាច់1គីឡូតែយើងចំណេញអត់1គីឡូកន្លះចំណីយើងចំណាយលុយអស់ប៉ុន្មានអានឹងការវិភាគហើយការចំណាយ1គីឡូកន្លះលើចំណីនឹងការសាច់1គីឡូហ្នឹងតើចំណីនឹងយើងចំណាយអស់ប៉ុន្មានហើយតម្លៃជ្រូកក្នុងពេលបច្ចុប្បន្នតម្លៃប្រហែលអញ្ចឹងនៅពេលដែលយើងបូកនឹងវិភាគចំណុចពីរហ្នឹងហើយទើបយើងអាចស្វែងរកចំណីគិតថាចំណីនឹងល្អឬមិនល្អអញ្ចឹងមិនមែនប្រូតេអ៊ីននៅលើបេទេគឺការពិសោធន៍ជាក់ស្ដែងហ្នឹងតកតងទៅនឹងការស៊ីចូលនិងការកាន់សាច់អ្វីដែលខ្ញុំចង់ផ្ដោតសំខាន់ណាកត្តាចំណីល្អមិនល្អការស៊ីចូលនិងការកាន់សាច់ហើយនឹងការកណនានៃការចំណាយរបស់ថ្លៃដើមហើយនឹងផលចំណេញហ្នឹងតកតងនឹងចំណីឥឡូវខ្ញុំផ្ដោតទៅដល់ចំណុចទី4ហ្នឹងគឺជាចំណុចចុងក្រោយនឹងការច្បាច់ចូលគ្នាចំណុចទាំង3ខាងលើហ្នឹងយើងមានត្រង់ដែលល្អត្រង់ដែលមានផាសុខភាពហើយយើងមានពូជដែលល្អហើយយើងមានចំណីដែលល្អហើយតើយើងចាំធ្វើម៉េចឲ្យជ្រូកនឹងធំធាត់បានល្អហើយយើងរកផលចំណេញអ
ចឹងវាផ្ដោតទៅលើយើងខ្លួនឯងមានន័យថាការថែទាំរបស់យើងតែយើងការថែទាំហ្នឹងថែទាំបែបម៉េចថែទាំហ្នឹងទៅលើផ្នែកខ្លះថែទាំហ្នឹងគឺវាផ្ដោតទៅលើការដាក់ចំណីការផ្ដោតទឹកការសម្អាតទ្រុងនិងការត្រួតពិនិត្យសុខភាពហើយតែបានខ្ញុំនិយាយចំណុចទាំង4ហ្នឹងតើត្រួតពិនិត្យសុខភាពបែបម៉េចព្រោះយើងមិនមែនពេទ្យផងយើងទៅត្រួតពិនិត្យសុខភាពបែបម៉េចទៅការត្រួតពិនិត្យសុខភាពហ្នឹងគឺផ្ដោតទៅលើការនៅពេលដែលយើងផ្ដល់ចំណីវាហ្នឹង យើង បាទយើងសង្កេតមើលវាតើជ្រូកហ្នឹងវាមកស៊ីស្មើគ្នាឬក៏អត់ គេផែធួន បាទតើមានជ្រូកណាមួយដែលវាដេកវាមិនព្រមងើបមកស៊ីហ្នឹងក៏យើងត្រូវត្រួតពិនិត្យដើម្បីយើងងាយស្រួលក្នុងការព្យាបាលតាន់ពេលវេលាតែនៅពេលដែលយើងគ្រាន់តែដាក់ចំណីចោលហើយយើងអត់បានមកត្រួតពិនិត្យវាជាងការជ្រូកហ្នឹងឈឺអន់ចំណីទាំង2 3ថ្ងៃតែយើងបានចាប់អារម្មណ៍យើងគិតតែដាក់ចំណីហើយវាស្ដឹងតែវាស៊ីតែយើងអត់បានមើលថាតើជ្រូកហ្នឹងស៊ីគ្រប់ជ្រូកអត់មានអាណាអត់សូវស៊ីអញ្ចឹងនេះគឺជាចំណុចនៃការត្រួតពិនិត្យណាហ្នឹងក៏ជាចំណែកមួយនៃការខាតបង់នឹងផលចំណេញរបស់យើងដែរអញ្ចឹងខ្ញុំរៀបរាប់ឡើងត្រឡប់មកវិញគឺមាន4ចំណុចហ្នឹងគឺយើងត្រូវលម្អិតមួយវានេះខ្ញុំនិយាយដោយការចែកម្លែកដោយក្តីស្រឡាញ់ហើយខ្ញុំចង់ឃើញពុកម៉ែបងប្អូនចំជួបបានជោគជ័យព្រោះវាក៏ជាប្រាក់ចំណូលមួយសម្រាប់គ្រប់គ្រងគ្រួសាររបស់យើងដែរនៅពេលដែលយើងផ្ដោតទៅលើវានៅពេលដែលយើងលម្អិតមួយវានឹងឲ្យផលយើងដូចយើងនេះហ្នឹងធ្វើស្រែអញ្ចឹងធ្វើស្រែនៅពេលដែលយើងចេះពីរបៀបធ្វើមានន័យថាយើងដឹងពីតម្រូវការពីមួយដំណាក់កាលទៅមួយដំណាក់កាលរបស់ស្រូវគឺយើងនឹងបានផលវាតែនៅពេលដែលម្នាក់ទៀតគាត់ថែទាំម្នាក់ទៀតគាត់ថែទាំអញ្ចឹងលទ្ធផលរបស់គ្នាដែរអញ្ចឹងអ្វីដែលខ្ញុំផ្ដោតសំខាន់ចំណុចទាំង4ហ្នឹងគឺសង្ឃឹមថាពុកម៉ែបងប្អូននឹងទទួលបាននៅចំណេះដឹងដែលខ្ញុំបានចែកម្លែកមិញហើយយកអនុវត្តជាក់ស្ដែងបើសិនជាខ្វះនៅចំណុចមិនតន់លម្អិតត្រង់ចំណុចណាអាចសួរខ្ញុំបានតាក់ទងទៅចំណុចទាំងអស់ហ្នឹងបាទ mình ho đấy thế ព្រោះខ្ញុំមកហ្នឹងគឺខ្ញុំយល់ថាពុកម៉ែបងប្អូនចំណាយពេលមកខាងខ្ញុំ bắt ven nó Kỳ mấy màu. con cái cha mơ púi ព្រោះខ្ញុំ mơ Ôi. con đi châm cúa có họ púi ba Bà. họ đấy. Chẳng quay về như Ừ, Bà nó nè. bảo chẳng phải nó. tư rồi. Nếu về về được muối nữa này. Trong ta ăn đã thiết ពូជល្អ púi họ trong ta ăn đã thiết តែស្ទើរសាច់តិចស្ទើរសាច់តិច mệt bay ấy បាទ mệt 5 lên prang thế បើតាំងខ្ញុំសម្គាល់មើលអ្នកដែល បាទ ចិញ្ចឹមជ្រូកនៅក្នុងភូមិវត្តអង្គយើងគឺពូជហ្នឹងគឺសិតមកពីគេទាំងអស់អញ្ចឹងយើងមិនអាចដឹងថាសាវតាពូជហ្នឹងយ៉ាងម៉េចទេមើលបានទិញមកខ្លះណាយើងទិញមកមានរៀបមានអីទៅចឹងទៅហូរហែទៅ បាទ អញ្ចឹងយើងអត់ដឹងថាពូជហ្នឹងយើងមិនដឹងជាចេញមកពីពូជដែលយើងអត់បាច់ នេះតែតងប្រភពដែលយើងនាំចូលមកយើងអត់មានប្រភពច្បាស់លាស់ បាទហ្នឹងវាអត់ បាទ ពុកពុក អញ្ចឹង ចាំវាអត់ បាទ ច្បាស់លាស់ បើតកតងនឹងបញ្ហាហ្នឹងដំណោះស្រាយរបស់ខ្ញុំគឺយើងគឺត្រូវលម្អិតមួយវាមានន័យថាយើងមុននឹងទៅទិញជ្រូកហ្នឹងយើងត្រូវទៅដល់ទីតាំងទៅមើលថាជ្រូកហ្នឹងវាមិនដែរ បាទ វាសុខភាពល្អអត់វាមានរីអត់វាមានធ្លាក់ឧទាហរណ៍ធ្លាក់ពវៀនធ្លាក់អីឬក៏ធ្លាក់ផ្សិតអីអត់អញ្ចឹងយើងត្រូវឲ្យមើលមេបាយទេតើមេគេហ្នឹងល្អអត់ បាទ ហើយតើជ្រូកហ្នឹងមើលទៅវាស្អាតវាលងល្អអត់ហើយមើលឆ្អឹងវាអាហ្នឹងគឺភាពចាស់ស្ដែងរបស់យើងដំណោះស្រាយរបស់យើងត្រូវទៅនិយាយទៅលំអិតទៅបញ្ជាក់នៅទីតាំងដែលយើងត្រូវទៅទិញហ្នឹងបាទ មួយសពថ្ងៃដែលអ្នកចិញ្ចឹមជ្រូកហ្នឹងនៅក្នុងភូមិវត្តអង្គហ្នឹងនិយាយទៅភាគច្រើនគឺគាត់អត់សូវចិញ្ចឹមអីភាគច្រើនតែគាត់ទិញតាមទ្រុងគេដឹកមក បាទអូ អញ្ចឹ គា ង ត់ បានមិនមានប៉ះ បាទនឹងជួបបញ្ហាច្រើនណាស់ ជួបបញ្ហាច្រើននៅតាម យើងគួរទៅរកដំណោះស្រាយដូចខ្ញុំលើកឡើងមិញហ្នឹងគឺយើងទៅដល់ទីតាំងដើម្បីឧទាហរណ៍យើងគិតថាយើងទៅឆ្ងាយឬក៏ខាតពេលវេលាដើម្បីទៅទិញជ្រូកហើយយើងអត់ដឹងកន្លែងណាដែលគេមានលក់ជ្រូកអញ្ចឹងនៅពេលដែលយើងឧទាហរណ៍ទិញមកលេងបាន 3 4ថ្ងៃផ្ទុះជំងឺយើងមិនខាតបាទហ្នឹងអញ្ចឹងអ្វីដែលសំខាន់គឺទៅដើម្បីនៅពេលដែលយើងទៅដល់ផ្ទះគាត់អញ្ចឹងនៅពេលដែលយើងយកមក2 3ថ្ងៃផ្ទុះជំងឺយើងអាចមានអី review ថាយើងត្រូវនិយាយលក្ខខណ្ឌអីមួយគាត់នៅពេលដែលយើងមុននឹងចេញជ្រូកមកថងត្រូវធានាខ្ញុំបាន 4 10ថ្ងៃឬក៏មួយអាទិត្យអីទេដើម្បីរក្សាសុវត្ថិភាពនិងនិយាយទៅដើម្បីទប់ការចំណាយថាបាត់កុំឲ្យបាត់បង់លុយនៅពេលដែលយើងយកជ្រូកឈឺមកមិនត្រឹមតែឧទាហរណ៍យើងមានចំនៅផ្ទះទៀតឧទាហរណ៍ 4 10ដែរយើងយកអាជ្រូកឈឺហ្នឹងមកមិនត្រឹមតែខាតអាជ្រូកឈឺទេឆ្លងដល់ជ្រូកនៅផ្ទះយើងទៀតអញ្ចឹងយើងត្រូវតែលម្អិតត្រូវតែច្បាស់ចង់ត្រង់ចំណុចហ្នឹងណា បាទ បាទហ្នឹងគឺជាចំណុចដែលយើងត្រូវដោះស្រាយ ហើយខ្ញុំលោកគ្រូបានយោបល់មកអញ្ចឹងខ្ញុំក៏អរគុណច្រើនដើម្បីដូចថាខ្ញុំចុះទៅប៉ះប្រជាពលរដ្ឋក្នុងភូមិវត្តអង្គគាត់ចិញ្ចឹមអញ្ចឹងយើងជួយបញ្យល់ បាទហ្នឹងហើយជួយបញ្យល់ ពូជបានច្បាស់លាស់ បាទ និយាយហ្នឹង បាទព្រោះខ្ញុំបាទព្រោះខ្ញុំចង់មកចែកម្លែកហ្នឹងគឺខ្ញុំចង់ឲ្យពុកម៉ែបងប្អូនគឺចេះចិញ្ចឹម បាទ យល់ពីតម្លៃហើយយើងចាប់ផ្ដើមអនុវត្ត ប
ទើបអាចយើងរកផលកម្រៃពីការចិញ្ចឹមបានហើយក្នុងតំបន់ហ្នឹងបងប្រុសក៏គាត់ជាអ្នកបច្ចេកទេសមួយដែរតែពុកម៉ែបងប្អូនពេលមានបញ្ហាបានទៅសួរគាត់តាមពិតគាត់ជាអ្នកបច្ចេកទេសគាត់នៅក្នុងទ្រង់ជ្រូកហើយសិតតែទ្រង់ជ្រូកថាអ្នកថា គាត់ធ្វើការឲ្យអុកញ៉ាអញ្ចឹងគាត់មានបទពិសោធន៍ច្រើនដែរពេលខ្លះយើងអត់បានទៅសួរចំណេះដឹងពីគាត់ណាហើយខាងខ្ញុំក៏មានពេទ្យដែរពេទ្យគាត់ចុះមកជួយសម្រួលតែតបច្ចេកទេសចំណុចទាំងប្រមាណកាត់ប្រាស់មានផ្ទុះគួយអាផ្ទុះស្រុកដែរតាអូនចាំណាបាទតែមានផ្ទុះណាតាមមុនមកតាមផ្ទុះបាទផ្ទុះតែណាគេមុន ទៅពេញណាទៅពេញហ្នឹងបាទចូលមកពីទេពគាត់នឹងជាបញ្ហារបស់គាត់ដែរតែនៅពេលហ្នឹងគាត់អត់បាននៅគាត់អត់បាននៅទីតាំងទេគាត់មែនអូនមាន100គីឡូក៏មានទូក៏មានធំក៏មានមេក៏មានអូ ឥឡូវតើតើនឹងចំណុចទាំង4ដែលខ្ញុំលើកឡើងមានចម្ងល់ត្រង់ណាទេពុកម៉ែបងប្អូនទៅពេលអត់ចម្ងល់យ៉ាទៅចិញ្ចឹមផ្ទុះទៀតហ៎ ខាងមើលពូស្ងាត់ស្ងាត់បឹមជីមកសូមកពេលប៉លោកកូនជ្រូកបងអូនទិញអស់បាទអូខ្ញុំឃើញច្រើនណាស់បញ្ហាហ្នឹងបាទនៅខាងខ្ញុំក៏មានដែរអ្នកដែលគាត់ទិញតាមម៉ូតូអញ្ចឹងបាទដោយសារយើងទិញអាហ្នឹងទៅយើងឃើញធំបាទបើឃើញធំវាតម្លៃថោកគាត់ថាបាទព្រោះភាគច្រើនអាហ្នឹង10គីឡូឡើងតែ20គីឡូគេលក់តែ250000ឬក៏ទៀតអញ្ចឹងណាបាទតែយើងឃើញធំហើយល្អទៀតមិនទិញហើយបើគេយកអា6គីឡូកន្លះយកមកលក់ដែរតែតម្លៃ300000ឬក៏2800000យើងមិនទិញបាទទិញអាធំហើយតែសួរថាហេតុអីមិនអាធំភាគច្រើនវាផ្ទុះជំងឺដោយសារខ្ញុំនៅក្រុមហ៊ុនខ្ញុំដឹងទី1បើជួក្រុមហ៊ុនពួកកាត់កតុយជាពិសេសអត់មាននេះទេអត់មានជ្រូកណាដែលគេលក់មក20គីឡូឬក៏10គីឡូទេគេយ៉ាងច្រើនគេលក់តែ6គីឡូកន្លះទេចាប់ពី10គីឡូឡើងសិតតែកន្លែងផ្ទុះជំងឺគេបញ្ចេញឬក៏គេបញ្ចេញកប់ចោលអញ្ចឹងទៅបាទនេះជាចំណុចដែលបងគាត់ចែកម្លែកសំខាន់ណាហើយបើថាយើងឃើញជ្រូកកាត់កតុយអូល្អណាស់ប៉ុនក្រុមហ៊ុនបាច់ទិញទេទិញហើយបើដូចបងនិយាយអញ្ចឹងបើមានកន្លែងយើងចិញ្ចឹមហើយចិត្តធំឬក៏បាន70គីឡូ60គីឡូទិញអាហ្នឹងមកដូចនាំជំងឺចូលអញ្ចឹងទិញធំច្រើនហើយពិសេសមួយទៀតតាក់តងនឹងគាត់ដឹកទី1គាត់អត់ដើរអនាម័យឡាប់គាត់អត់ដើរបាញ់ថ្នាំសម្លាប់មេរោគទេសួរថាគាត់ដឹករហូតណាបាទគាត់ដឹកជ្រូកនឹងឈឺគាត់យកអត់ឈឺយកមកឲ្យយើងនៅតែឈឺដោយសារឡាប់ហ្នឹងបានផ្ទុកជំងឺហើយបាទអញ្ចឹងបាទវាចម្លងហើយសួរពេលខ្លះគាត់អញ្ចេះទៀតគាត់យកអាជ្រូកហ្នឹងហើយគាត់ទៅទិញអាជ្រូកឈឺហ្នឹងយកដាក់ឡាប់យកទៅវិញមានហើយតែអញ្ចឹងឆ្លងវិលជុំបាទហើយអញ្ចឹងយើងគេអត់រួចទេឈឺអញ្ចឹងអាចធូរថ្លៃមកបាទអានោះមានអីដល់ឈឺមួយ60000 70000ណាទូចយកទៅខ្វាយយើងនេះមិនដឹងថាជ្រូកឈឺណាឃើញលោកបាទអត់ប៉ុណ្ណឹងណាទិញចូលបានថោកទេឃើញធំថោកគេយកតែកាប់ពិតគឺក្នុងជំងឺយ៉ាងសោះដល់ពុកចេញពីណាអត់ដឹងបើគេចិញ្ចឹមជ្រូកពូជមកគេដើរទុកដល់10គីឡូទេតែ6គីឡូកន្លះយ៉ាងច្រើន7គីឡូគេបញ្ចេញឲ្យយើងហើយអាហ្នឹងជ្រូកពូជតែបើជ្រូកស្អែឬក៏គេថាពូជដែរពូជ10គីឡូពូជ20គីឡូយកមកអាហ្នឹងត្រៀមជើងហើយជ្រូកពូជថ្លៃបងជ្រូកពូជថ្លៃបើសិនជា1បាត់6គីឡូហ្នឹងបើ56គីឡូហ្នឹងវាចូល280000 30បាត់ហើយតែបើថាដល់10គីឡូ50 10ឬក៏20អីហ្នឹងពូជដែរតែហ្នឹងពូជងាប់ពូជងាប់យកមកងាប់ហើយ